នេះជាកិត្តិយសរបស់ស្ថាប័នហើយកិត្តិយសរបស់ឪពុកម្ដាយហើយជាកិត្តិយសរបស់លោកគ្រូអ្នកគ្រូបុគ្គលិកគ្រប់ផ្នែកទាំងអស់ដែលឃើញក្មួយជាប់នីតិ A ដ៏ខ្ពស់ក៏ប៉ុន្តែក៏យកឱកាសនេះផងដែរសូមប្រាប់ក្មួយថាក្មួយមិនថាជាប់នីតិ A B C D ឬក៏ E ឬក៏ធ្លាក់អីទេគឺថាវាមិនមែនជាថ្ងៃកំណត់អនាគតរបស់យើងទេអនាគតយើងគឺនៅវែងឆ្ងាយទៀតភាគច្រើនយើងឃើញថាក្មួយដែលធ្លាក់នៅស្រុកគេគេអញ្ចឹងដែរជួនកាលឡើងខ្លាចទៅជាមហាសេដ្ឋីដ៏អស្ចារ្យក៏មានដែរដូច្នេះហើយពេលវេលាមានច្រើនណាស់ក្នុងឆាកជីវិតរបស់យើងនេះគឺជាដំបូងថ្ងៃដំបូងក្នុងការបញ្ចប់វិញ្ញាបនបត្រសម្រាប់ថ្នាក់បាក់ឌុបអញ្ចឹងយើងនៅសល់ពេលវេលាក្នុងជាង3/4នៃជីវិតយើងរបស់ទៅមុខទៀតអញ្ចឹងណាបាទហើយក៏ចង់យកឱកាសនេះផងដែរអរគុណដល់ក្មួយស្រីទាំងអស់ដែលក្នុងសិល្បៈខាងលំបាំជូនពរបាទគឺគួរឲ្យស្ញើមើលទៅព្រឺសបលការរំទន់ភ្លន់ដោយស្នាដៃរបស់លោកគ្រូអ្នកគ្រូរបស់យើងដែលគាត់បង្រៀននៅសាលាដែលខំវឹកហាត់ហើយបណ្ដុំបណ្ដាដល់ក្មួយទាំងអស់គ្នាហើយក៏អរគុណដល់អ្នកគ្រូអែមយ៉ាន់ណាផងដែរបាទសម្ដីដ៏ផ្អែមស្រទន់គួរឲ្យចាប់អារម្មណ៍បាទមានទឹកដមហើយខ្ញុំអត់បានស្ដាប់សំឡេងរបស់គាត់ប្រហែលទេព្រោះទឹកដមព្រោះខ្ញុំដំបងអីដែលបានលឺអ្នកគ្រូឡើងនិយាយសោះបាទដំបងនេះដល់ពេលស្ដាប់ទៅមានអារម្មណ៍តែរំភើបទឹកដមពោពេញដោយគួរឲ្យស្រឡាញ់បាទបើសិនបើជាអ្នកចម្រៀងវិញខ្ញុំគិតថាព្រោះបាទហើយកម្មាវិញក៏ព្រោះដែរនិយាយចាំការពិតណាហើយខ្ញុំមិញមើលក្មួយប្រុសក្មួយស្រីតកតងខ្ញុំមិនសុខចិត្តទេបាទអាហ្នឹងក៏ច្រៀងរបស់ខ្មែរយើងដែរយើងកាឡៃក្នុងចំនួនទំនើបនិយមបាទហើយពិតជាអស្ចារ្យហើយមុននេះយើងឃើញក្មួយប្រុសប៊ុំម៉ាហើយគ្រីស្ណាបាទមានមតិយោបល់ខ្លឹមសារអំពីការពិសោធន៍របស់គាត់នៅក្នុងស្ថាប័នយើងគិតទៅក្មួយតាំងពីស្គាល់តាំងពីទូចរត់លេងលពឹសដូចជាក្មេងទូចតាចចឹងទៅរហូតដល់ពេញវ័យចូលពេញកំមុំពេញកន្លោះទៅដល់ហើយទៅរៀនចាប់ផ្ដើមខ្មាស់អៀនក៏ក្លាហានក៏មានបាទទំនុកចិត្តក៏ខ្ពស់រៀនក៏ពូកែហើយមុននេះក្រុមបង្ហាញម៉ូដដែលមានក្រុមក្មួយស្រីទាំង3រូបជាមួយក្មួយប្រុសដារ៉ូមិញតំណាងឲ្យក្រុមរបស់គាត់ពិតជាឲ្យគយគុណមែនតែនបាទអញ្ចឹងមុននឹងខ្ញុំចាប់ផ្ដើមខ្ញុំសូមយកឱកាសនេះបាទគោរពដល់គណៈគ្រប់គ្រងទាំងអស់ជាពិសេសដល់ម៉ាដាមយ៉ាន់ណាដែលជាប្រធាននៃសាលារៀនអន្តរជាតិអាមេរិកទាំងមូលហើយដល់លោកគ្រូអ្នកគ្រូគណៈគ្រប់គ្រងជាពិសេសនាយកចាងវាងទាំងអស់បាទដែលមានវត្តមាននៅថ្ងៃនេះព្រមទាំងចាងវាងហើយនឹងលោកគ្រូអ្នកគ្រូគ្រប់ផ្នែកព្រមទាំងបុគ្គលិកគ្រប់ចំនួនទាំងអស់បាទហើយក៏សូមយកឱកាសនេះផងដែរក្មួយបាទអរគុណច្រើនអរគុណដែលមានភាពស្ងៀមស្ងាត់ផ្ដល់ឱកាសឲ្យពួកខ្ញុំឡើងបាននិយាយសង្កត់ថាសម្រាប់ដល់អនាគតក្មួយទាំងអស់គ្នាបាទខ្ញុំសូមយកឱកាសនេះផងដែរអរគុណបាទអរគុណជាពិសេសដល់ខាង sponsor របស់យើងដែលមានសាលាលីមកក់វិញបាទដែលជា sponsor ដ៏ធំមួយដែរហើយមានតំណាងរបស់គាត់មក3រូបផងដែរ Thank you so much for your sponsors and we look forward to working together more yes and also sponsor ធំផងដែរគឺខាង AII បាទវិទ្យាស្ថានវិជ្ជមណ្ឌលសំទោសវិជ្ជមណ្ឌលភាសាអង់គ្លេសហើយនឹងខាង Intercon Transportation Service ផ្នែកខាងដឹកជញ្ជូនរបស់យើងដែលមានសាលាឡានសាលាដ៏ផាសុកភាពសុវត្ថិភាពដ៏អស្ចារ្យបាទអរុនសួស្ដីក្មួយទាំងអស់គ្នាបាទហើយម៉ាក់ប៉ាផៃក៏អញ្ជើញមកដែរនៅខាងក្រោយមើលទៅបាទអរគុណហើយសូមគោរពសូមជម្រាបសួរដល់បងលោកឪពុកអ្នកម្ដាយអ្នកអាណាព្យាបាលដែលមានវត្តមាននៅថ្ងៃនេះបាទខ្ញុំគិតថាអស់លោកអ្នកប្រហែលជារំភើបមិនខុសពីពួកខ្ញុំដែលជាអាណាព្យាបាលទី2ទេបាទរំភើបមែនតើដែលឃើញក្មួយទីបញ្ចប់បានបញ្ចប់ថ្នាក់ទី9និងថ្នាក់ទី12ហើយក្មួយទាំងអស់នេះត្រូវដឹងថាសញ្ញាបត្ររបស់យើងគឺគេទទួលស្គាល់លើពិភពលោកមិនថាយើងធ្លាក់ជាប់ទេសញ្ញាបត្រនឹងអាចប្រើយកទៅសិក្សានៅស្រុកក្រៅបានបន្តនៅមហាវិទ្យាល័យអញ្ចឹងណាបាទហើយមិនកំណត់នៅលើជាប់ធ្លាក់ទេគឺកំណត់ទៅលើការយើងរៀនចប់ថ្នាក់ទី12ដែលមានសញ្ញាបត្រជាអំណះអំណាងបាទក្មួយបច្ចុប្បន្ននេះតំណដល់ក្មួយម្ដងនេះដោយក្មួយបូម៉ានិងគ្រីស្ណាក៏បានអត្ថាធិប្បាយអញ្ចឹងគឺយើងឆ្លងកាត់ច្រើនណាស់
ក្នុងជីវិតរបស់យើងហើយអ្នកខ្លះទៅរៀននៅសាលាផ្សេងមុននឹងបានផ្ទេរមកសាលាអន្តរជាតិអ្នកខ្លះទៅរៀនសាលាអន្តរជាតិផ្ទេរទៅសាលាផ្សេងមួយទៀតមិនសំខាន់សាលាណាទេក្មួយឲ្យតែក្មួយខិតខំរៀនឲ្យតែក្មួយរៀនយកចិត្តទុកដាក់ឲ្យតែលោកឪពុកអ្នកម្ដាយមានការគ្រប់គ្រងជំរុញហើយឲ្យតែលោកគ្រូអ្នកគ្រូដែលជាលោកឪពុកអ្នកម្ដាយទី2របស់យើងមានការខិតខំហើយយើងឃើញនៅស្រុកខ្មែរយើងកំពុងតែអភិវឌ្ឍជឿនលឿនហើយគ្រប់សាលាទាំងអស់កំពុងតែអភិវឌ្ឍហើយខិតខំដើម្បីធ្វើម៉េចឲ្យកូនខ្មែរយើងវិវត្តទៅមុខហើយមួយជំនាន់ទៅមួយជំនាន់យើងឃើញថាក្មួយពិតជាពូកែពោពេញដោយទេពកោសល្យពោពេញដោយឆ្លៀសវៃហើយបច្ចេកវិទ្យាក៏ខ្ពស់ចំណេះដឹងក៏ច្រើនការយល់ដឹងពីសង្គមជុំវិញមិត្តភ័ក្តិពិភពលោកគឺពោពេញដោយអស្ចារ្យដែលជាប្រាថ្នារបស់ខ្ញុំតែងតែចង់ឃើញជានិច្ចការព្រមទាំងអនាគតរបស់ក្មួយដែលកំពុងតែបណ្ដោះបណ្ដាលដោយលោកគ្រូអ្នកគ្រូគ្រប់ចំនួនទាំងអស់បាទហើយខ្ញុំសង្ឃឹមថាពេលក្មួយចប់ពីទីនេះតទៅក្មួយនឹងបន្តការសិក្សាមិនបញ្ចប់ត្រឹមនេះទេពីព្រោះអនាគតយើងនៅវែងឆ្ងាយណាស់ក្មួយអនាគតនៅវែងឆ្ងាយអញ្ចឹងក្មួយទាំងអស់គ្នានៅថ្ងៃនេះយើងឃើញហើយទីចំនួនទី11ហើយបាទសាលាយើងគឺក្នុងកំឡុងពេលអាយុ14ឆ្នាំហើយក្មួយជាចំនួនទី11ដែលបានបញ្ចប់វិញ្ញាបនបត្រនៅថ្ងៃនេះពិតជាអស្ចារ្យសូមយកឱកាសនេះអបអរសាទរដល់ក្មួយទាំងអស់គ្នាហើយក៏សូមយកឱកាសនេះផងដែរសូមអបអរសាទរដូចជាអរគុណផងដែរដល់ជ្រាលជ្រៅដល់លោកឪពុកអ្នកម្ដាយនិងលោកឪពុកអ្នកម្ដាយអាណាព្យាបាលទី2ទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះបាទជាការពិតទៅបើសិនជាក្មួយមិនខំទេក៏ក្មួយមិនអាចបានជោគជ័យដល់ថ្ងៃនេះដែរហើយបើសិនជាគ្មានការគ្រប់គ្រងពីលោកឪពុកអ្នកម្ដាយហើយនិងលោកឪពុកអ្នកម្ដាយអាណាព្យាបាលទី2ទេក៏ក្មួយមិនអាចជោគជ័យដល់ថ្ងៃនេះដែរដូច្នេះហើយខ្ញុំពិតជាមោទនភាពក្នុងនាមមួយជាអាណាព្យាបាលមួយជានាយកសាលាដែលខិតខំបណ្ដុះបណ្ដាលសាលារៀនព្រមទាំងវិជ្ជមណ្ឌលអន្តរជាតិអាមេរិកនេះឲ្យមានវត្តមាននៅសប្តាហ៍នេះនៅក្នុងស្រុកខ្មែរដែលមានអាយុកាលខ្លីជាងគេក៏ប៉ុន្តែមានភាពល្បីល្បាញលុះលុបនៅក្នុងប្រជាជាតិកម្ពុជាយើងដែលបច្ចុប្បន្នភាពគេស្គាល់ថាសាលារៀននិងវិជ្ជមណ្ឌលភាសាអង់គ្លេសលំដាប់ថ្នាក់លេខ1នៅក្នុងស្រុកខ្មែរបាទអញ្ចឹងសូមអបអរសាទរដល់សាលាយើងមួយបាទមួយដឹងហើយឆ្លងកាត់រយៈពេល12ឆ្នាំក្នុងការសិក្សាតាំងពីថ្នាក់ទី1រហូតដល់ថ្នាក់ទី12នេះគឺយើងមានឆ្លងកាត់សកម្មភាពច្រើនតាំងពីការខិតខំសិក្សាតាំងពីការធ្វើមេរៀនតាំងពីការឆ្លោះតាំងពីការជាគ្នាតាំងពីការសប្បាយរីករាយលេងសើចហើយមានការចុះកម្មវិធីសិក្សា Field Trip Study Tour ហើយនឹងអ្នកខ្លះទៀតក៏មានឱកាសទៅដើរលេងនៅស្រុកក្រៅដើម្បីយកចំណេះដឹងប៉ុន្តែក្មួយបច្ចុប្បន្នភាពខ្ញុំឃើញថាក្មួយពិតជាអស្ចារ្យមែនតែនពោពេញដោយភាពក្លាហានពោពេញដោយមានភាពកក់ក្ដៅទំនុកចិត្តខ្ពស់ដោយសារក្មួយបច្ចុប្បន្នមានការស្រឡាញ់គ្រប់គ្រងច្រើនពីសង្គមជុំវិញយើងខ្ញុំរំពឹងទុកថាពេលក្មួយរៀនចប់ក្មួយនឹងបន្តខិតខំបាទក្មួយនឹងបន្តខិតខំដល់ថ្ងៃក្រោយទៀតក្មួយហើយដឹងហើយថាការរៀនចប់នៅបាក់ដុំនេះគឺជា first step in your life ណាជាជំហានទី1ហើយភាគច្រើនក្មួយនឹងបន្តទៅបន្តទៀតបាទអញ្ចឹងមុននឹងឲ្យខ្ញុំបន្តតតងនឹងជីវិតបន្តទៅមុខទៀតខ្ញុំក៏សូមយកឱកាសនេះផងដែរក៏ដូចជាក្មួយដែរប្រហែលជាចង់អរគុណដល់បុគ្គលិកផ្នែកផ្សេងទៀតក្រៅពីគ្រូយើងដូចជាខាងបងសិនតសុខបាទពូសិនតសុខបងអនាម័យមីងអនាម័យហើយនឹងបុគ្គលិកគ្រប់ផ្នែកទៀតខាងផ្នែកដឹកជញ្ជូននិយាយរួមទៅគឺថាគ្រប់ផ្នែកទាំងអស់មិនថារដ្ឋបាលមិនថាក្រុម office ការិយាល័យនិងបណ្ណាល័យបណ្ណារៈគ្រប់ផ្នែកសិតតែសកម្មធ្វើយ៉ាងម៉េចដើម្បីជួយក្មួយទាំងអស់គ្នាឲ្យមានសេចក្តីសុខភាពល្អហើយនឹងមានគេហៅថាសុវត្ថិភាពជាពិសេសភាពកក់ក្ដៅនឹងការមករៀននៅសាលារៀនអន្តរជាតិអាមេរិកសូមឲ្យក្មួយលោកទាំងអស់គ្នាមេត្តាផ្ទះដៃមួយជូនពរដល់ពួកគាត់បាទថ្លែងអំណរគុណអស់ពីចិត្តពីកាយបាទអរគុណច្រើនលោកគ្រូទាំងអស់អ្នកគ្រូទាំងអស់បាទសាលាយើងក្មួយដឹងហើយយើងមាន2មួយនៅគេហៅថាសាលា AII Center
ភាសាអង់គ្លេសចិនបាទហើយមួយទៀតគឺសាលារៀនអន្តរជាតិអាមេរិកដែលយើងមាន4សាលាក្រៅមត្តេយ្យសិក្សាអង់គ្លេសគេហៅថា preschool ហើយមួយទៀត elementary school junior high school and high school ហើយ4សាលាហ្នឹងរាល់ថ្ងៃយើងមានទាំងអស់3ទីតាំងហើយចង់ជ្រាបឲ្យក្មួយដឹងថាយើងកំពុងតែសាងសង់4ទីតាំងទៀត4ទីតាំងហ្នឹងគឺមួយនឹងចាប់ផ្ដើមនៅខែ2ថ្ងៃទី19 2019បាទអញ្ចឹងនៅក្នុងដើមឆ្នាំក្រោយអញ្ចឹងចាប់ដើម2ហ្នឹងគឺនៅផ្សារថ្មីហើយនៅចោមចៅអញ្ចឹងក្មួយដែលមានប្អូនបន្តរៀនបើសិនយើងនៅតំបន់ចិត្តហ្នឹងយើងអាចទៅខាងហ្នឹងហើយក៏យើងមានសាលា2ទៀតកំពុងតែសាងសង់គូប្លង់ចិត្តហើយគឺនៅសែនសុខហើយនឹងទួសង្កែហើយក្មួយនៅសែនសុខប្រហែលជាប្លែកជាងសាលាទាំងអស់ពីព្រោះនៅសែនសុខគឺយើងមាន shopping center គេហៅ shop house ដូច the town ដូចជាកន្លែងផ្សេង TK Avenue អញ្ចឹងណាក្មួយបាទពេញមួយហាត់តាសម្រាប់បម្រើក្មួយទាំងអស់ហើយក៏មានគេហៅថាdormitory បាទ dormitory ដើម្បីឲ្យក្មួយដែលមកពីជនបទតាមខេត្តអីអាចជួលនៅបានណាជាមួយនឹងក្រុមគ្រួសាររបស់គាត់ខ្ញុំមិនចង់ចំណាយពេលច្រើនទេប៉ុន្តែចង់ផ្ដល់អានុសាសន៍ខ្លះដល់ក្មួយដឹងហើយក្នុងអំឡុងពេលមួយសិលមួយថ្ងៃលោកគ្រូបានសម្ពោធសៀវភៅមួយក្បាលគេហៅថាភ្នំដងរែកទីបំអាចភ្លេចក្មួយទាំងអស់គ្នាត្រូវចងចាំថានេះជាប្រវត្តិសាស្ត្រមួយដ៏ជូរចត់ប្រវត្តិសាស្ត្រមួយជ្រុងធំនៃប្រទេសខ្មែរយើងដែលក្មួយចំនួនក្រោយមិនដឹងហើយក៏មិនបានយល់ហើយក៏មិនអាចយល់ជ្រាលជ្រៅដែរពីព្រោះនេះជាប្រវត្តិដ៏ជូរចត់មួយនៅស្រុកខ្មែរយើងដែលកូនខ្មែរយើងរាប់ម៉ឺននាក់ត្រូវបានទម្លាក់ហើយនឹងរុញចុះពីភ្នំដងរែកពោពេញដោយគ្រាប់មីនដែលរាប់ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតបាទដូច្នេះហើយគឺជារឿងមួយគួររន្ធត់ដែលខ្ញុំមិនអាចភ្លេចបានអញ្ចឹងបើក្មួយថ្ងៃក្រោយមានពេលវេលាណាបើអាចទេគឺចូលរួមអានដើម្បីឲ្យយល់ពីប្រវត្តិសាស្ត្រទន្ទឹមនឹងក្នុងផងដែរលោកគ្រូបានសរសេរសៀវភៅជាច្រើនក្បាលទៀតសៀវភៅ You are the good better and best អាហ្នឹងគឺជួយណែនាំដាស់តឿនស្មារតីនៃការរស់នៅថ្លៃថ្នូរមួយទៀតផងដែរគឺតកតងនឹងពី concept ណានៃ business នៅកណិតនៃធ្វើអាជីវកម្មនៅក្នុងខែក្រោយនេះលោកគ្រូនឹងបោះពុម្ពសៀវភៅ2មួយទៀតបាទគឺ108ចក្ខុវិស័យរបស់ខ្ញុំបាទហើយសប្តាហ៍ថ្ងៃនេះគឺពោពេញដោយក្តីពេញចិត្តនៅការផ្នត់កំណត់នឹងការអនុវត្តខ្លួននឹងការរស់ស៊ីខ្លួនឯងហើយនឹងសៀវភៅមួយទៀតសៀវភៅ108ចក្ខុវិស័យហ្នឹង108 ideals and visionary practice ហ្នឹងគឺចំនួន550ទំព័របាទហើយសៀវភៅបន្តមកទៀតគឺយុទ្ធសាស្ត្រនឹងការធ្វើអាជីវកម្មគឺទាំងអស់មានប្រហែលជិត600ទំព័រចឹងក្មួយដែលថាចង់ជោគជ័យនឹងរៀនអំពីធ្វើ business អាជីវកម្មលូតលាស់ហើយបានលឿនបាទឲ្យបានលឿនមិនបានលឿនពេញលោកគ្រូឲ្យលឿនជាងនឹងទៀតបាទចូលរួមអានទាំងអស់គ្នាដែលជាគម្ពីរនៃអនាគតរបស់ក្មួយបាទអញ្ចឹងក្មួយទាំងអស់គ្នាខ្ញុំសូមបញ្ជាក់ថាក្នុងឆ្នាំនេះការប្រឡងគឺពិតជាអស្ចារ្យរៀងរាល់ឆ្នាំយើងតែងតែបានលេខ1ក្នុងអត្រាការជាប់នឹងនិទ្ទេស A ច្រើនជាងគេបាទហើយបន្ទុកជាប់ឆ្នាំនេះក៏មិនខុសឆ្នាំមុនដែរគឺខ្ពស់ចឹងខ្ពស់ជាង average national point ចឹងយើងមានភាពសប្បាយរីករាយណាស់ហើយចំពោះខ្ញុំគឺមោទនភាពមែនតែនចំពោះការជោគជ័យរបស់ក្មួយទាំងអស់គ្នាបាទមួយត្រូវដឹងថាក្មួយរៀនជាប់ក្តីប្រឡងធ្លាក់ក្តីគោលដៅរបស់សាលាហើយនឹងក្រសួងអប់រំយុវជននិងកីឡាគឺមិនមែនឲ្យក្មួយឈប់ឬក៏ចំណាត់ស្រុកទេក្មួយដែលរៀនចប់ក្មួយអាចបន្តទៅមហាវិទ្យាល័យក្មួយដែលប្រឡងមិនជាប់ទេបើអាចគុំប្រឡងទី2ខាតពេលក្មួយយកពេលវេលាចូលទៅមហាវិទ្យាល័យដូចគ្នាចាប់យកបញ្ញាបត្ររងហើយផ្ទេទៅបញ្ញាបត្រពីព្រោះគេអត់ដែលមើលយើងជាប់ធ្លាក់ទេគេមើលតែសញ្ញាបត្រយើងទទួលបាននៅ high school ហ្នឹងចឹងក្មួយទាំងអស់ត្រូវចាំថាគេមើលតែសញ្ញាបត្រយើងរៀនចប់ចេញពីសញ្ញាគេឲ្យយើងពីសាលាចឹងយកអាហ្នឹងបើសិនជាក្មួយប្រើប្រាស់គេអត់ដែលសួរយើងជាប់ធ្លាក់អីគេសួរយើងរៀនចប់នៅមហាវិទ្យាល័យឬក៏អត់
bà rư có khmui riêng trong nơi sala vị trí chỉ vẽ rư có ọt khmui thằng ọ cái này tới đăng thà bay cho bọn hợp hiệp bà bay cho bọn hợp hiệp cứ sala chùm niên khang vị trí chỉ vẽ cứ đầm rau ca pua chiêng khmui để riêng nơi bạn nhà bát từ tiền hơi trên màu vốn bạc khai trơn đầm rau ca nghe cứ pua chẳng bạc nhom cho khmui vinh khiêm ai bảo rong tư vô chùm niên khang vị trí chỉ vẽ đại kê cầm pong trâu ca náจะโตนังกาสร้างซ่องจะโตนังกาจัวโจลจะโตนังกาเมื่อทายเพลิงมาเส้นแต่เจ้าจัวโจลเพลิงจะได้ยำนีนะได้กำปงแต่คว้าให้สกมายังขโมยจากอ้อยดังท่าในสกมายัง50 ឆ្នាំ ទៀត50 ឆ្នាំ ទៀតគឺមិនទាន់បានជោគទឹកជោគដីទេ not saturated ណានៅវិស័យអ្វីដែលកំពុងតែលូតលាស់ដោយវិស័យសាងសង់អញ្ចឹងណាពីព្រោះប្រទេសយើងកំពុងតែអភិវឌ្ឍត្រូវការច្រើនណាស់ត្រូវការ4-10 ទីក្រុងទៀតត្រូវការអ្នកវិស្វករត្រូវការអ្នក design ត្រូវការអ្នក MEP ត្រូវការអ្នក architecture ត្រូវការអ្នក graphic design ត្រូវការអ្នក web designer ត្រូវការអ្នក network ហើយនឹងត្រូវការអ្នក engineer software engineer electrical engineer គឺត្រូវការច្រើនសែនលើលុបហើយបើក្មួយទាំងអស់គ្នាស្ដាប់ចាំឲ្យច្បាស់ក្មួយត្រូវតែម្ចាស់ការដឹកនាំខ្លួនឯងខំរៀនយកជំនាញមិនមែនដើម្បីធ្វើការទេខំរៀនយកជំនាញដើម្បីដឹកនាំក្រុមហ៊ុនហើយបើក្មួយនៅតែរៀនលំក្មួយនៅតែរៀនលេងសើចក្មួយនៅតែឡាយតែបោកសញ្ញាបត្រណាបញ្ញាបត្រ2 3ច្រើនសំប្អូនប្រើការអត់កើតក្មួយនឹងคล้ายទៅជាបុគ្គលិកវងវែងខ្វះទិសដៅគ្មានចំហបាត់ទំនុកទុកចិត្តអញ្ចឹងក្មួយសំខាន់ណាស់ជ្រើសរើសជំនាញមួយណាឲ្យច្បាស់រៀនឲ្យជ្រៅស៊ីជម្រៅឲ្យវែងឆ្ងាយមើលឲ្យឆ្ងាយក្រៅពីគេហៅថា beyond the naked eye ឆ្ងាយផុតណាហើយក្នុងឆាកជីវិតក្មួយត្រូវតែសាវជ្រាវក្មួយត្រូវតែអានក្មួយត្រូវតែ explore ដើរជុំវិញខ្លួនយើងនៅក្នុងប្រទេសជិតខាងតើមើលគេប្រទេសជុំវិញគេអភិវឌ្ឍយ៉ាងម៉េចគេជឿនលឿនយ៉ាងម៉េចគេរស់នៅស្រួលយ៉ាងម៉េចគេសប្បាយយ៉ាងម៉េចប្រទេសគេអភិវឌ្ឍយ៉ាងម៉េចតើក្មួយទាំងអស់គ្នាចង់ធ្វើជាប្រជាជនសាមញ្ញនៅភាពក្រីក្រខ្វះខាតគ្មានជំនាញបំរើឲ្យគេដែលអត់មានភាពដឹកនាំឬក៏ក្មួយចង់បដូរពីនឹងឲ្យឈានមុខឲ្យផុតមួយកលៈទៀតคล้ายទៅជាអ្នកដឹកនាំអនាគតនៃប្រទេសជាតិតើក្មួយចង់คล้ายទៅជាអ្នកដឹកនាំនៅក្នុងប្រទេសជាតិឬក៏អត់ចង់ឬក៏អត់បើចង់សូមផ្ទះដៃមួយហើយបើចង់ក្មួយកំព្រួយក្មួយនឹងធ្វើបានឲ្យតែក្មួយខិតខំប៉ុន្តែក្មួយត្រូវចាំថានៅការសិក្សាក្មួយត្រូវចាំថាក្នុងការសិក្សាបញ្ញាបត្រមិនមែនជាកំណត់កត់ត្រាទៀតយើងថា high school វិញ្ញាបនបត្រជាមិនមែនកំណត់កត់ត្រាជីវិតបញ្ញាបត្រក៏មិនមែនកន្លែងកត់ត្រាអនាគតយើងផងដែរពីព្រោះមួយស្ដាប់ឲ្យច្បាស់ពីព្រោះអ្នករៀនបរិញ្ញាបត្រដែលគ្មានធ្វើការយកបទពិសោធន៍អ្នករៀនបរិញ្ញាបត្រដែលគ្មានធ្វើការហាត់ការអ្នករៀនបញ្ញាបត្រដែលគ្មានការស្រាវជ្រាវអានសៀវភៅប្រឡំលោកសៀវភៅវិទ្យាសាស្ត្រសៀវភៅរឿងពិតសៀវភៅរឿងគេហៅថាកល័យហើយសៀវភៅផ្សេងទៀតមិនថា romance ណា novels fiction non fiction គឺក្មួយអានទាំងអស់ជាពិសេសក្មួយទៅតែអាននៅអ្វីដែលកើតឡើងនៅជុំវិញខ្លួនយើងជុំវិញប្រទេសយើងនិងជុំវិញពិភពលោកយើងដូច្នេះហើយក្មួយត្រូវតែបដូរផ្នត់គណិតគិតឲ្យបានជ្រាលជ្រៅរៀនសូត្រឲ្យបានច្បាស់លាស់គិតឲ្យបានវែងឆ្ងាយចាយឲ្យចេះទុកដាក់ហើយចេះសន្សំសំចៃ
មើលវែងឆ្ងាយក្នុងអនាគតដូច្នេះហើយពេលក្មួយរៀនក្មួយចាំឲ្យច្បាស់អ្នកមហាជោគជ័យលើโลกនេះបើសិនជាក្មួយចង់ធ្វើមហាសេដ្ឋីក្មួយស្ដាប់លោកគ្រូឲ្យច្បាស់អ្នកជោគជ័យមហាសេដ្ឋីលើโลกនេះគេធ្វើអ្វីក្នុងចំណុច4ធ្វើអ្វីរៀនអ្វីនៅអ្វីដែលយើងចូលចិត្តជាទីបំផុតនៅក្នុងកៅអៅបេះដូងយើងចាំបានហើយក្មួយរៀនណានៅអ្វីដែលយើងមានចំណង់ចំណូលចិត្តខ្ពស់បំផុតមិនមែនអ្វីដែលអ្នកណាប្រាប់ឬក៏ឪពុកម្ដាយចង្អុលទិសទេពីព្រោះឥឡូវនេះលោកគ្រូជួបសិស្សស្ទើរតែ70-80% សិតតែគិតថាសម្រាប់ខ្លួនខុសខាតទាំងពេលវេលាអស់ទាំងកម្លាំងហើយទាំងថវិកាដូច្នេះរៀននៅអ្វីយើងចូលចិត្តបើយើងរៀននៅអ្វីយើងចូលចិត្តយើងមានចំណេះដឹងទី1ចំណង់ចំណូលចិត្តទី2ចំណេះដឹងពេលក្មួយចូលឆ្នាំទី1ក្មួយទាំងអស់នេះចាំឲ្យច្បាស់ពេលយើងចូលឆ្នាំទី1គឺយើងត្រូវតែរៀនយកហាត់ការនៅក្នុងជំនាញដែលយើងធ្វើដើម្បីយកបទពិសោធន៍ពេលក្មួយមានបទពិសោធន៍អាហ្នឹងជាទី3បើសិនក្មួយមានបទពិសោធន៍ហើយក្មួយធ្វើការហើយក្មួយរៀនចប់នៅអ្វីយើងចូលចិត្តក្មួយនឹងក្លាយទៅជាអ្នកជំនាញនៅផ្នែកហ្នឹងទី4អ្នកជំនាញពេលក្មួយក្លាយទៅអ្នកជំនាញក្មួយទៅរកស៊ីនៅខាងជំនាញហ្នឹងកំរបរាជ័យមួយចាំបានទេចាំបានអត់ចាំបានទេក្មួយបាទដូច្នេះហើយក្មួយត្រូវចាំមួយទៀតថានៅលើโลกនេះគេត្រូវការមនុស្សដែលជាអ្នកដឹកនាំដ៏អស្ចារ្យមនុស្សដែលដឹកនាំដ៏អស្ចារ្យគឺមាន6កត្តា6កត្តាក្មួយចាំបានទេធ្លាប់ឮទេធ្លាប់ឮអត់បាទបើក្មួយចង់ដឹកនាំឲ្យជោគជ័យធ្វើមហាសេដ្ឋីល្អអស្ចារ្យដឹកនាំក្រុមហ៊ុនក្តីដឹកនាំbusiness ខ្លួនឯងក្តីក្មួយទី1ក្មួយត្រូវជាមនុស្សដែល qualify ក្មួយមាន qualification ឲ្យគេ Q number 1ក្មួយកំពុងតែសិក្សានឹងហើយជា qualification របស់យើងក្មួយដែលកំពុងតែធ្វើការផងរៀនផងអានឹងជា qualification របស់យើងទី2ក្មួយត្រូវចងចាំ Q ទី2គឺក្មួយមនុស្សពោពេញដោយគុណភាពគុណធម៌ណាបាទ quality មានន័យថាក្មួយមាន qualification ក្មួយធ្វើអ្វីក៏ដោយ in quality with quality ហើយ Q ទី3គេអត់ចង់បានក្មួយគ្រាន់តែ qualify ធ្វើមាន quality ទេមានគុណភាពទេក្មួយត្រូវ produce quantity បានក្រុមហ៊ុនគេចំណេញហើយគេចង់បានចឹងក្មួយធ្វើមិនក៏ដោយឲ្យមាន qualification do things with quality high with quantity so you need to have 3 Q មួយទៀតក្មួយត្រូវចាំ you need to have 3 C 3C គឺក្មួយធ្វើបានបើក្មួយខំរៀនពុះពៀដើម្បីឲ្យមាន confidence បើក្មួយមនុស្សពោពេញដោយ confidence ភាពក្លាហានទំនុកចិត្តខ្ពស់ហ៊ានមោះមុតម៉ឺងម៉ាត់ម្ចាស់ការហ៊ានធ្វើហ៊ានថាហ៊ានសួរហ៊ាននិយាយហ៊ានបញ្ចេញមតិយោបល់គឺគេហៅថាមនុស្ស confident បើសិនជាក្មួយមានក្មួយតែងតែ become leader ហើយបើក្មួយមាន confident ក្មួយអត់បានរក្សា confidentiality leader need to keep confidential នៅព័ត៌មានវិទ្យារបស់យើងរបស់គ្រួសាររបស់សង្គមក្រុមហ៊ុននិងប្រទេសជាតិបើក្មួយចេះរក្សា confidential ណារបស់អ្នកដទៃហើយអានឹងគេស្រឡាញ់ក្មួយគេគ្រប់គ្រងក្មួយគេលើកស្ទួយក្មួយត្រូវតែរក្សាបានមួយទៀតអក្សរ C ទី3
ក្មួយត្រូវជាមនុស្ស confident ស្គាល់ confident ទេក្មួយមនុស្សគេស្រឡាញ់គេទុកចិត្តគេរួមអានគេយំលើស្មាហែកទ្រូងឲ្យក្អែកស៊ីយើងអត់ទៅស៊ីគេទេយើងរក្សាភាពថ្លៃថ្នូរយើងជា idol យើងជា role model យើងជា person ដែលគេអាចទុកចិត្តបានសូបើសិនជាអាចក្មួយរក្សា 3C ឲ្យជាប់បានទេក្មួយបានអត់បាទបើបានក្មួយត្រូវចាំថាពេលក្មួយចូលមហាវិទ្យាល័យគ្រូខ្លះរៀនអត់ជាប់ទេធ្លាក់ហើយក្មួយខ្លះរៀនធ្លាក់ហើយមានពេលទៅធ្វើការទៀតហើយជួនកាលរកស៊ីអនឡាញបានលុយចូលទៀតដោយសារគាត់ចេះ prioritize ក្មួយស្គាល់ prioritize ឯងបែងចែកអ្វីសំខាន់អ្វីមិនសំខាន់អញ្ចឹងអ្វីសំខាន់គឺសិក្សាហើយអ្វីសំខាន់ទី2គឺធ្វើការដើម្បីសន្សំលុយយកមករៀនជួយកាត់បន្ថយការពិបាករបស់លោកឪពុកអ្នកម្ដាយនិងអ្នកអាណាព្យាបាលអញ្ចឹងក្មួយទី1ធ្វើអីក៏ដោយក្មួយចាំឲ្យច្បាស់ក្មួយត្រូវចេះរៀបចំផែនការឲ្យច្បាស់លាស់ plan ចាំបានទេក្មួយបាទទី2ក្មួយអនុវត្តវាឲ្យបានល្អ implement អូខេក្មួយបើក្មួយ implement ក្មួយនៅតែធ្លាក់ទឹក still fail you have to follow up តាមដានបើក្មួយតាមដាន you will see problem ក្មួយនឹងឃើញបញ្ហាបើក្មួយឃើញបញ្ហាក្មួយតែងតែយកមក update កែច្នៃបើក្មួយកែច្នៃក្មួយតែងតែយកទៅ reinforce ទៅដាក់ឡើងវិញបើក្មួយធ្វើអីក៏ដោយក្នុងឆាកជីវិតក្មួយនឹងចងចាំ5ចំណុចហ្នឹងនេះជារូបមន្តក្មួយត្រូវចាំក្នុងឆាកជីវិតនរណាក៏ follow step ហ្នឹងដែរដូច្នេះសង្ឃឹមតែក្មួយនឹងព្យាយាមណាហើយនឹងសិក្សាឲ្យច្បាស់មួយទៀតលោកគ្រូសូមណែនាំជាពិសេសក្មួយដែលនៅថ្មីថ្មោងឬក៏អត់ដែលធ្លាប់បានស្ដាប់ធ្វើជាមនុស្សបើយើងចង់ជោគជ័យបើយើងចង់ឲ្យគេស្រឡាញ់ហើយឲ្យគេគោរពក្មួយត្រូវតែសួរសំណួរ3 question 3សំណួរខ្លួនឯងហើយក្មួយឆ្លើយខ្លួនឯងជានិច្ចកាល Who you are you will be our future leader what you do you will lead us you will lead yourself you will lead your family you will lead your company how important you are if you're going to be a leader you are very important ចាំបានទេក្មួយ3សំណួរ who you are what you do how important you are យើងជានរណាយើងធ្វើអីតើសំខាន់ឬអត់អញ្ចឹងក្មួយនាមជាអ្នកសិក្សានិងអនាគតអ្នកដឹកនាំក្មួយសូមចងចាំនៅអ្វីទាំងអស់ពេលវេលានេះក្មួយប្រហែលជាតក់ក្រហល់រងចាំដើម្បីយកសញ្ញាបត្រក្មួយត្រូវដឹងថាអ្នកយកសញ្ញាបត្រគ្រប់ចំនួនតែមកត្រឡប់មកវិញមកសួរលោកគ្រូបានឲ្យអនុសាសន៍ខ្ញុំតាំងប្រមាណមុនខ្ញុំភ្លេចអត់បានយកចិត្តទុកដាក់ឡើយសប្បាយពេកខ្ញុំសូមឡើងវិញនៅអនុសាសន៍ហ្នឹងទាំងអស់ពីព្រោះខ្ញុំត្រូវការណាស់អញ្ចឹងអនុសាសន៍ហ្នឹងគេមានបន្តទៀតបើក្មួយចង់ជោគជ័យមិនថាក្នុងការសិក្សាឬក៏ធ្វើការក្មួយត្រូវដឹងថាអ្វីក្មួយរៀនប្រើការបានតែ 15% ទេគេហៅថាចំណេះដឹងគោលរបស់យើងចំណេះដឹងពិតគឺ hard skill ដែលយើងមាននឹងឯងគឺអ្វីយើងកំពុងតែរៀនអ្វី they need the most 85% they need not those hard skill but your soft skill ចំណេះដឹងទុនគឺមានតាំងប្រមាណខ្លះហើយក្មួយត្រូវតែមានបើក្មួយចង់ឲ្យមនុស្សគេចូលចិត្តស្រឡាញ់គោរពខ្លាយទៅជាអ្នកដឹកនាំក្មួយទី1ត្រូវមាន good
personality ណាមនុស្សរស់រាយរាក់ទាក់ប្រជាប្រិយភាពទន់ភ្លន់ដឹងធំដឹងតូចដឹងចាស់ដឹងទុំទទួលកំហុសខុសសេះចេះសំទោសទី2មួយ have good character ណាគឺខាញចិត្តល្អមេត្តាធម៌ចេះស្រឡាញ់ចេះរាប់អានចេះជួយទី3មួយត្រូវការ good attitude កុំឲ្យមកយាតអឺ arrogant គេអត់ទទួលយកទេ stuck up រឹកគេអត់ទទួលយកទេក្មួយត្រូវចេះដាក់ខ្លួនចេះដឹងថ្លៃថ្នូរចេះទៀបខ្ពស់ហើយគោរពគេគោរពយើងចាំបានទេក្មួយចាំបានអត់បាទមួយទៀតគេត្រូវការខ្លាំងណាស់ក្នុង soft skill ហ្នឹងគឺទំនាក់ទំនង good communication good PR good liaison មួយត្រូវការទូត diplomatic relations មួយត្រូវការទូតអញ្ចឹងក្នុងភាសាទាំងអស់ដែលក្មួយត្រូវការដើម្បីជោគជ័យក្នុងជីវិតគឺមាន5ភាសាក្មួយចាំឲ្យច្បាស់5ភាសាហ្នឹងបើក្មួយខ្វះកន្លែងណាមួយក្មួយមិនអាចជា leader បានទេទី1ក្មួយត្រូវចេះភាសាខ្មែរយើងឲ្យច្បាស់ចាំបានទេក្មួយទី2ក្មួយត្រូវចេះ universal language គឺអង់គ្លេស English បើក្មួយអត់ចេះអង់គ្លេសទេក្មួយប្រើការអត់បានទេទី3ក្មួយត្រូវចេះភាសា IT បច្ចេកវិទ្យា email Facebook apps PowerPoint Microsoft ទាំងអស់ហ្នឹងគឺ automatically ក្មួយត្រូវចេះភាសាទី4គឺភាសាអ្វីដែលក្មួយនឹងសិក្សានៅមហាវិទ្យាល័យគឺភាសាអាជីព your major what you are studying in the university could be IT could be math physics biology ជីវវិទ្យារូបវិទ្យាភាសាទី5គេហៅថាភាសាងាប់រស់ភាសាការទូតដូច្នេះហើយក្មួយត្រូវចេះភាសាការទូតទំនាក់ទំនងរស់រាយរាក់ទាក់ប្រជាប្រិយភាពទន់ភ្លន់សាគមនិយមអានឹងគេហៅភាសាងាប់រស់ដែលយើងខ្លាចជាមនុស្សគេទុកចិត្តបានតំណាងឲ្យក្រុមហ៊ុនយើងដើម្បីបន្តមានភាពជោគជ័យហើយជោគជ័យលើក្រុមហ៊ុនជោគជ័យលើខ្លួនឯងនិងជោគជ័យក្នុងការដឹកនាំដូច្នេះហើយលោកគ្រូតែងតែនិយាយថាក្នុងនាមជាមនុស្សក្មួយត្រូវចេះដឹកនាំខ្លួនឯងឲ្យបានថ្លៃថ្លាដោយអ្នកគ្រូក៏បានខ្វូតពីមុនហើយបានក្មួយជាមនុស្សអាចដឹកនាំគ្រួសារឲ្យបានត្រជាក់ត្រជុំហើយបានក្មួយជាមនុស្សរៀនចប់ដឹកនាំសង្គមយើងឲ្យមានភាពថ្លៃថ្នូរដើម្បីដឹកនាំនគរយើងឲ្យមានភាពរុងរឿងរីកចម្រើនបានតើក្មួយសន្យាខ្លួនឯងអាចធ្វើបានទេទាំង5ហ្នឹងធ្វើបានទេក្មួយបាទត្រូវតែបានដើម្បីអនាគតល្អខ្លួនឯងមួយទៀតផងដែរក្មួយទាំងអស់គ្នានៅប្រទេសខ្មែរយើងប៉ុន្តែសាលាយើងគឺយើងបន្តតាំងពីឆ្នាំទី1ឲ្យក្មួយមានភាពក្លាហាន be brave be confident ក្លាហានត្រូវតែហ៊ានក្មួយនៅសហរដ្ឋអាមេរិកក្មួយដឹងថាប្រទេសមហាអភិវឌ្ឍរាល់ថ្ងៃជនជាតិភាគតិចកំពុងតែរៀនហើយខំស្មើជនជាតិស្បែកសដែរប៉ុន្តែគេមានកញ្ចក់ពីដាន glass ceiling you see មើលឃើញ every day what they doing but you cannot go up you keep bouncing with the glasses you cannot break through រាល់ឆ្នាំសូម្បីបច្ចុប្បន្នមិនទាន់មាននារីជារដ្ឋមន្ត្រីប្រធានាធិបតីទេដោយសារ glass ceiling ដូច្នេះហើយរាល់ឆ្នាំគេបដកម្មវាយបំបែកកញ្ចក់ they break only a small crack តើទូចបំផុតទេយើងចេញបរកកបាម៉ាមួយតើក្មួយមហាប្រទេស
គេវត្តកម្មគេតស៊ូដើម្បីឲ្យសិទ្ធិមានភាពក្លាហានហើយសិទ្ធិស្មើគ្នា You are not living in a glass ceiling under glass ceiling you are living in a glass box ក្មួយទាំងអស់គ្នាយកចិត្តទុកដាក់នៅកន្លែងនេះមួយអានេះជាកំណត់ហេតុនៃជីវិតរបស់យើងរាល់ថ្ងៃក្មួយគឺទៀបទឿអារម្មណ៍អត់ក្លាហានបាក់ស្បាតញញើតភ័យដែលក្មួយមិនហ៊ានទាំងលើកដៃមិនហ៊ានទាំងនិយាយមិនហ៊ានទាំងតវ៉ាដោយសារយើងរស់នៅក្នុង glass box so you have to break that glass box so that you could be strong ក្មួយត្រូវតែបំបីវាដើម្បីឲ្យក្លាហានតើអ្វីទៅដែលអាចបំបែកកញ្ចក់នឹងបាន What kind of weapon អាវុធអីខ្លះដែលក្មួយបំបែកកញ្ចក់ពីដានហើយនឹងកញ្ចក់ផ្អប់ឲ្យបែកដើម្បីដកដង្ហើមឲ្យធំទលំទលាយមានតែមួយគត់គឺចំណេះដឹង knowledge that is your weapon ក្មួយអាចស្រមៃវាយឲ្យបែកចាក់ឲ្យធ្លាយវាយឲ្យមុតតើក្មួយចាំបានទេក្មួយចំណេះដឹងគឺជាអាវុធដាច់វាយឲ្យបែកចាក់ឲ្យធ្លាយវាយឲ្យមុតបានដូច្នេះហើយដើម្បីឲ្យមានភាពក្លាហានក្មួយត្រូវតែសន្សំនៅអាវុធនឹងគឺរៀនពិតយកចំណេះដឹងពិត real education go to good university study what you like get what you want and be strong ចាំបានទេក្មួយបានអត់បាទនៅសល់មួយទៀតក្មួយទាំងអស់ពេលចេញទៅមហាវិទ្យាល័យក្មួយខ្លះមានលទ្ធភាព you can afford it but some of you អត់មានលទ្ធភាព you cannot afford it our school សាលាយើងមាន CPPC Career Placement and Planning Center ដែលបច្ចុប្បន្នក្មួយថ្នាក់ទី9ហើយក្មួយថ្នាក់ទី12ទៅចាំក្មួយអាចមកធ្វើការនៅក្នុងសាលាជា intern ចំពោះក្មួយរៀនចប់ឆ្នាំទី1ក្មួយធ្វើ8ម៉ោងក្នុងមួយថ្ងៃក្មួយបានមួយខែឆ្នាំទី1បាន150ហើយយកពិសោធន៍ហើយបានលុយទៀតឆ្នាំទី2បាន160មានពិសោធន៍2ឆ្នាំហើយបានលុយទៀតក្មួយអាចធ្វើតែមួយឆ្នាំស្មើនឹងការបង់ថ្លៃរៀន2ឆ្នាំមានលុយចាយបង់អស់ហើយមានលុយចាយទៀតដូច្នេះក្មួយកុំឲ្យខ្ជិះខ្ជាយពេលវេលា Don't waste your time ណា work as intern ហាត់ការមួយទៀតក្មួយកំពុងតែរៀននៅនេះ CPPC offer work study មានន័យថាក្មួយរៀនខ្មែរពេលព្រឹកអាចធ្វើការពេលល្ងាចក្មួយអាចជួយកាត់បន្ថយថ្លៃសិក្សាបានណាគ្រាន់តែកន្លះថ្ងៃក្មួយបាន50-60%ដែរក្នុងមួយខែហើយក្មួយយកឱកាសនេះយកពិសោធន៍ដូច្នេះក្មួយចងចាំថាក្មួយត្រូវតែបន្តហើយត្រូវការហ៊ានក្មួយកុំខ្លាចក្មួយកុំញើត always dream aim high dream big dream the impossible dream អ្វីដែលក្មួយសម័យគេគិតមិនដល់ក្មួយខ្លាចជាស្ថាបនិកនៅជំនាញហ្នឹងដូច្នេះហើយក្មួយ don't be to dream and dream high dream whatever you want to dream dream the impossible dream that's what make you the first the founder the creator the initiator that's what you will become ក្មួយនឹងខ្លាយទៅជាមនុស្សអ្នកស្ថាបនិកអ្នកគិតហើយអ្នកធ្វើមុនគេប្រទេសខ្មែរយើងត្រូវការមនុស្សអញ្ចឹងចឹងក្មួយត្រូវតែក្លាហានបាទមួយទៀតផងដែរក្មួយធ្វើអ្វីក៏ដោយនៅស្រុកខ្មែរយើងបងប្អូនក្មួយច្រើនឆាប់បាក់ស្បាតហើយឆាប់បោះបង់ចោល so please never give up
កុំបោះបង់ចោលឲ្យសោះហើយកុំឲ្យរារេបាក់ស្បាត always be persistent តទូចធ្វើយ៉ាងម៉េចក៏ដោយឲ្យคล้ายទៅជាមនុស្សមួយមិនបោះបង់ហើយមិនរារេ always pursue your dream never give up and be persistent no doesn't mean no yes doesn't mean yes យល់ទេក្មួយបើគេបដិសេធក្មួយតទូចតបានគឺក្មួយនឹងបានគេចូលចិត្តមនុស្សដែលតទូចគេចូលចិត្តមនុស្សតស៊ូគេចូលចិត្តមនុស្សដែល never give up មនុស្សដែល persistent មនុស្សដែល cannot say no and cannot accept no you have to find your way until you reach where you want to go and get what you want to have ចាំបានទេក្មួយបានអត់អូខេ